នេះបងប្អូនព្រឹកព្រលឹមឡើងអញ្ចឹងចេញពីត្រង់មកគេសបាយរីករាយមួយគេមកលេងដីនេះគឺដីស្រែដែលយើងដឹកយកមកហើយចាក់ទុកចោលនៅហ្នឹងទុកឲ្យកូនជ្រូកលេងហ្មងហើយត្រង់នេះវាមានប្រឡោះឲ្យវាចេញអញ្ចឹងនៅពេលដែលគេកឹបឆ្អែតនៅពេលព្រឹកហើយគេត្រឡប់មកលេងដីនៅឯកោផ្ទះនេះហើយធំអស់ហើយតែអត់ទាន់បានគ្រប់មួយខែណាត្រឹមតែ10ថ្ងៃជាងជិត20ថ្ងៃទេហើយនៅពេលដែលបន្តិចទៀតដល់ថ្ងៃប្រហែលជា4-5ថ្ងៃទៀតមានម្ចាស់គេមកទទួលចិញ្ចឹមបន្តប៉ុន្តែគេអត់ទាន់ចាប់យកទៅទេគេចាំដល់ថ្ងៃមានហុងស៊ុយមានអីរបស់គេបានគេចាប់យកទៅអញ្ចឹងគេកក់ហើយអស់ហើយបច្ចៈជ្រូកនេះគឺគេកក់ហើយអស់ហើយគេទិញយកទៅដាក់ថោលបន្តគេទិញយកចិញ្ចឹមហ្មងគេអត់មានយកទៅជួញដូររកស៊ីអីទេម្ចាស់គេគឺយកទៅចិញ្ចឹមហើយពងរៀនហើចំណីមួយខ្លះអត់តន់ចេះស៊ីទេគ្រាន់តែឃើញគេស៊ីអញ្ចឹងវារៀនស៊ីតាមគេដែរអញ្ចឹងមុំតែដល់ថ្ងៃដែលចាប់យកទៅគេបំពន់បន្ថែមឲ្យស៊ីច្រើនទៀតទៅពួកអីទុកនៅមួយមេយូរវាអត់កើតមេស្គមមកហើយ